bạn số đấy ngày ní dương nâng màu tờ xây âm pi comment bẹp pon cho mùi nâng hardware monitor ok chẳng tờ bốn dương thời cho mà can Ubuntu login chosen ở username password ok chẳng cho bạn ấy bằng đá dương thời rồi mơ bẹp pon cho mùi nâng IP address chẳng như ai per comment IP dash dot clear a mà ok chẳng dương nâng khơi bẹp pon cho mùi nâng IP address bảo dương mà rồi cái pi cho mà rồi học bằng bấy cho mùi cho buồn chẳng mà toa bị khơi nhá dương add cho mà can ok PowerShell nhưng mà bài phía run chị em này sẽ tờ máu và tao mang tiết nhưng mà pick mở ping mà rồi cái pi sorry chốt mà rồi học bằng bói chốt mỗi chốt bằng buồn ok score ok chứ mà tôi bị score hay dương thử cái remote tới dương browser comment ss username bao dương add IP address rồi cái pi chốt mà rồi học bằng bói chốt mỗi chốt bằng buồn ok chẳng những anh vay bây giờ password máu password đượcក្នុង Ubuntu មុនហ្នឹងអូខេអញ្ចឹងយើងឃើញថាចូលបានហើយដើម្បីបញ្ជាក់បន្ថែមទៀតយើងអាចប្រើ comment មួយទៀត who am I អូខេអត់ដក clear ទេអញ្ចឹងយើងនឹងឃើញឈ្មោះ user មួយ user នៅក្នុងហ្នឹងហើយអូខេអញ្ចឹងបន្ទាប់ទៀតយើងនឹងប្រើ comment មួយចំនួននៅក្នុងនេះដើម្បី check ពាក់ព័ន្ធជាមួយនឹងអូខេ CPU អញ្ចឹងយើងអាចបើ ls CPU ដើម្បី check ពាក់ព័ន្ធជាមួយនឹងព័ត៌មានរបស់ CPU របស់យើងអូខេអញ្ចឹងនៅក្នុងនេះវានឹងមានលេខបង្ហាញពាក់ព័ន្ធជាមួយនឹង CPU OP mode address size ផ្សេងនៅក្នុងនេះបាទបន្តមកទៀតយើងអាចប្រើ comment ពាក់ព័ន្ធជាមួយនឹង atop ដែលជា comment មួយដែលវាអាច check ពាក់ព័ន្ធជាមួយនឹងសកម្មភាពរបស់ម៉ាស៊ីនរបស់យើងCPU RAM ផ្សេងវាដូចក្នុង Time Manager របស់ Windows ដែរអញ្ចឹងយើងអាច check performance នៅក្នុងហ្នឹងអញ្ចឹងយើងអាចប្រើ atop អានេះក្នុងករណីដែលយើងអត់ទាន់មានយើងអាចធ្វើការ install អញ្ចឹងនៅក្នុងនេះយើងឃើញមាន PID ផ្សេងវា user ណាដែលធ្វើដំណើរការវាហ្នឹងគឺនេះនេះគឺជា user ដែលកំពុងដំណើរការមុនហ្នឹងគឺអ្វីដែលយើងប្រើមុនហ្នឹងគឺប្រើលើហ្នឹងឯងឈ្មោះនេះមុនហ្នឹងអូខេអញ្ចឹង user name ហើយនឹង PRI ផ្សេងនេះគឺជា performance របស់វា CPU ប្រើ CPU ប្រមាណហ្នឹងឯងអញ្ចឹងដើម្បីចាក់ចេញត្រឡប់មកវិញយើងអាច control C មកអូខេត្រឡប់មកដូចដើមវិញហើយបន្តមកទៀតយើងអាចមើលពាក់ព័ន្ធជាមួយនឹងទំហំ RAM របស់យើងបាទ free memory free បើអាច free dash 8អញ្ចឹងអាច check មើលពាក់ព័ន្ធជាមួយនឹងទំហំRAM របស់យើងបាទទំហំ RAM អញ្ចឹងយើងប្រើអស់ប្រមាណហើយនៅសល់ប្រមាណ total ប្រមាណអីអញ្ចឹងទៅមួយទៀតយើងអាចប្រើ df dash 8ដើម្បីមើលទំហំ hard disk ដែលនៅសល់ណាអញ្ចឹងយើងអាចមើលវាបានអូខេអញ្ចឹងវានៅសល់ចំនួនប្រមាណtotal ប្រមាណអូខេមួយទៀតពាក់ព័ន្ធជាមួយនឹង comment lsblk ដើម្បី lsblk នេះវានឹងបង្ហាញពីបញ្ជី disk ទាំងអស់ដែលបានភ្ជាប់ជាមួយម៉ាស៊ីនមានដូចជា hard disk SSD USB ដែលវាធ្វើការបែងចែក partition មានន័យថាបែងចែកតាម path របស់វាតាម block របស់វាហ្នឹងឯងចឹងក្នុងនេះវាមាន3 block បាទ hard disk អញ្ចឹងទៅcomment បន្តទៀតយើងនឹងប្រើ ps aux ដែលជា comment បង្ហាញពីបញ្ជីមានន័យថា list របស់កម្មវិធីដែលកំពុងដំណើរការទាំងអស់នៅក្នុងកុំព្យូទ័ររបស់យើងនឹងអញ្ចឹង
យើងអាច check មើលថាកម្មវិធីខ្លះកំពុងដំណើរការនៅក្នុងគេថា computer របស់យើងហ្នឹងអូខេហើយដំណើរការដោយ user ណាអញ្ចឹងទៅអញ្ចឹងនៅក្នុងនេះបើសិនជាយើងឃើញ list ទាំងអស់ហ្នឹងហើយយើងចង់បិទកម្មវិធីដែលកំពុងដំណើរការណាមួយដោយបង្ខំយើងអាចប្រើ command មួយដែលមានថា kill-9 ប៉ុន្តែយើងត្រូវបញ្ជាក់ដែរថាយើងចង់បិទកម្មវិធីដំណើរការមួយណាអញ្ចឹងការបិទនេះគឺយើងអាចប្រើជាមួយនឹង PID ដើម្បីបញ្ជាឲ្យវាបិទថាបិទកម្មវិធីមួយណាដែលកំពុងដំណើរការបាទអញ្ចឹងនៅក្នុងនេះខ្ញុំអាចបិទមួយទៅអាចបិទមួយណាក៏បានដែរឧទាហរណ៍ខ្ញុំអាចបិទ950នោះសាច់ process វាអត់ដំណើរការទេ950ហ្នឹងវាអត់ process ស្រាប់អញ្ចឹងយើងបាច់បិទក៏បានខ្ញុំរកមើលកម្មវិធីណាដែលកំពុងតែ process អូខេឧទាហរណ៍445ចាស់ពេល845 sorry អូខេអញ្ចឹងបន្តមកទៀតយើង check មើលឡើងវិញថា845ហ្នឹងវាបិទនៅអញ្ចឹងនៅក្នុងនេះវាបាត់ហើយវាបិទ for kill បាត់ហើយអញ្ចឹងវាអត់ដំណើរការទៀតទេអូខេអញ្ចឹងបន្តមកទៀតយើងអាចប្រើ command មួយទៀតដែលជា command ដើម្បី restart ម៉ាស៊ីនរបស់យើងអញ្ចឹងអាចប្រើ sudo shutdown ut shutdown dash មួយទេ all now command នេះដើម្បីធ្វើការ restart ម៉ាស៊ីនរបស់យើងអូខេមុននឹង restart វាឲ្យបញ្ជាក់ជាមួយនឹង password មុនសិនអូខេអញ្ចឹងវា start នេះ restart ម៉ាស៊ីនរបស់យើងហើយអូខេកំពុងតែ restart ហើយអូខេអញ្ចឹងយើងឃើញថាម៉ាស៊ីនរបស់យើងនេះវា restart ហើយអញ្ចឹងអានេះក៏វាទៅការដាច់ដូចគ្នាវានឹងចូលមកកាន់administrator វិញធម្មតាតោះតែយើងធ្វើការ connect ម្ដងទៀតដោយសារតែអានេះវាបាត់ហើយអញ្ចឹងយើងតែ connect ម្ដងទៀតអញ្ចឹងរងចាំបន្តិចអូខេមកវិញហើយអញ្ចឹងខ្ញុំបញ្ចូល username ម្ដងទៀត and password អូខេ check មើល IP address ម្ដងទៀតដើម្បីបញ្ជាក់អូខេ IP យើងមុនហ្នឹង192.168.1.9 ឥឡូវហ្នឹង IP របស់យើង192.168.1.5 វិញអញ្ចឹងនៅក្នុងនេះយើងអាចប្រើដដែលបានទេយើងទៅដូរវិញ clear មួយសិនអូខេអញ្ចឹងយើងត្រូវប្រើថ្មី add 192.168 sorry 68.1.5 wait something wrong 192.168 វាបិទសិនរ៉ានម្ដងទៀតអូខេ ping ម៉ាស៊ីន 192.168.1.5 អូខេស្គាល់ធម្មតា add 192.168.1.5 vềអូខេសូម check បន្តិច not recognize name oh sorry លេខដាក់ SSA អូខេ SSA នេះ 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 SSA
yes password ok បានធម្មតា who am I អូខេអញ្ចឹងយើងចូលបានវិញហើយបន្តមកទៀត comment ចុងក្រោយគឺ shutdown មុននឹង restart ឥឡូវ shutdown ម្ដង sudo shutdown s a u t down ណាអត់មានដក o ទេដោយសារយើងអត់ restart ទេលើកនេះយើងបិទ machine តែម្ដងអញ្ចឹងដើម្បីបញ្ជាក់យើងអាចបញ្ចូល password ចុងក្រោយអូខេនេះ start បិទហើយបិទបាត់ហើយអូខេ